ជំរាបសួរអ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំសូមបង្ហាញបងប្អូនពីរបៀបតាំងរូបភាពនៅលើទូរស័ព្ទ Oppo Vivo ដូចគ្នាទេបងប្អូនគ្រាន់តែវាខុសតិចតួចបងប្អូនអាចធ្វើតាមខ្ញុំបានបងប្អូនចង់តាំងរូបភាពនៅពេល lock screen ផ្សេងឬក៏រូបភាពនៅលើ home screen ផ្សេងក៏បានដែរគឺរូបភាពពីរនៅក្នុងទូរស័ព្ទតែមួយអញ្ចឹងណាបងប្អូនហើយវីដេអូនេះសូមបញ្ជាក់ថាសម្រាប់បងប្អូនដែលគាត់អត់ចេះសម្រាប់បងប្អូនដែលចេះហើយសូមអធិស្ឋានបាទបងប្អូនគ្រាន់តែចូលមកកាន់កន្លែងរូបភាពរបស់យើងនេះមកបាទកន្លែងដែលយើងមើលរូបភាពធម្មតាហ្នឹងបងប្អូនបាទហើយបន្តមកទៀតបងប្អូនរើសយករូបភាពរូបភាពបងប្អូនដែលចង់ដាក់តាំងខ្ញុំសូមឧទាហរណ៍រូបនេះមួយចាស់បាទចូលមកបងប្អូនគ្រាន់តែចុចនៅកន្លែងនេះត្រេ3នេះបន្តមកទៀតបងប្អូនចុចពាក្យថា set as wallpaper អាទី3ហ្នឹងបងប្អូនចូលមកបាទហើយបន្តមកទៀតបងប្អូនចុចពាក្យថា apply មកដល់កន្លែងនេះគឺវាមានលោតមក3 4 5 6នេះគឺបងប្អូនគេសួរយើងពីកន្លែងដែលយើងចង់ដាក់នៅខាងលើនេះគេដាក់ថា lock screen មានន័យថាដាក់នៅកន្លែងនៅពេលយើងចុច lock លេខកូដហ្នឹងlock លេខកូដអធិស្ឋាន lock sound ពេលយើង lock sound ហ្នឹងគឺវាលោតនៅកន្លែង lock sound ហើយនៅខាងក្រោមនេះពាក្យថា home screen មានន័យថានៅកន្លែងដែលយើងដោះ sound រួចពេលយើងដោះ sound រួចគឺវាឃើញរូបមួយហ្នឹងហើយខាងក្រោមនេះទៀតគឺវាថាគេដាក់ថា home and lock screen មានន័យថាដាក់រូបនឹងទាំងពីរហើយបងប្អូនចង់ដាក់រូបពីរខុសគ្នាបងប្អូនចុចចង់ដាក់ក្នុង lock ក៏បានក្នុង home ក៏បានឥឡូវខ្ញុំសូមដាក់នៅកន្លែង home មកបាទហើយថយមកក្រោយមកបងប្អូននេះជាប់ហើយរូបភាពដែលយើងបានដាក់អំបញ្ញមិញហ្នឹងបាទបងប្អូនអាចធ្វើតាមខ្ញុំបានដោះស្រាយដោយខ្លួនឯងងាយបាទវីដេអូនេះមានតែប៉ុណ្្នឹងនេះបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយបាយ